ដើមម្ដងទៀតហើយពីប្រទេសចៅសៀមកុំភ្លេចចាដៃ3ដងទាំងអស់គ្នា1 2 3ដើម្បីឲ្យទំនប់ចា7របស់ប្រទេសថៃតៃហោងទៅតែម្ដងចារសៀលថ្ងៃនេះតែម្ដងចាថ្ងៃ17ខែ7 2026សារព័ត៌មានរបស់ប្រទេសចៅសៀមបានផ្សាយថាទំនប់ធំទាំង7របស់ប្រទេសចៅសៀមនឹងទុកទឹកបានត្រឹម 70% ហើយនៅសល់តែ 30% ទៀតទេគឺនឹងបាក់រលំតែម្ដងបងប្អូនបងប្អូនដឹងមិនយត់អ្នកគ្រូផ្លាយគាត់បានចេញវីដេអូរួចហើយចាប្រហែលជា2ខែមុននេះគាត់បាននិយាយថាទឹកជំនន់នៅប្រទេសចៅសៀមក្នុងឆ្នាំ2026នេះនឹងធំជាងនៅហាត់យ៉ៃសង្ខ្លាទៅទៀតបងប្អូនចាគុណនឹង10គុណនឹង100ឯណោះឥឡូវនេះម៉ោងនេះថ្ងៃនេះគឺសារព័ត៌មានចៅសៀមបានប្រកាសហើយចាឥឡូវនេះស្តុក 70% ហើយនៅតែ 30% ទៀតទេគឺតៃស្មឹងហើយបងប្អូនចាពេលដែលទំនប់នោះបាក់អូយទឹកនឹងហៀចេញមកហើយបងប្អូនមិនចង់សើចយំទេនេះហើយទឹកភ្នែករបស់ប្រជាជនខ្មែរតោះនេះអាកពុយចៅសៀមមិនជឿកុំប្រមាថសម្រាប់អ្នកគ្រូផ្លាយរបស់ហែងនឹងអញជឿ 100% តែម្ដងបងប្អូនអរគុណច្រើនសម្រាប់ការ share